បងប្អូនតើបងប្អូនធ្លាប់មានពេលណាដែលបងប្អូនកំពុងតែជជែកវែកញែកគ្នាអំពីរឿងអ្វីមួយហើយក៏ភាគីម្ខាងទៀតគាត់បានប្រាប់បងប្អូនថារឿងដែលគាត់កំពុងតែនិយាយនេះគឺជាការពិតបែបវិទ្យាសាស្ត្រហើយពេលនោះក៏ស្រាប់តែបងប្អូនមានអារម្មណ៍ថាខ្លួនឯងអស់ពាក្យអ្វីនឹងត្រូវឆ្លើយតបទៅគាត់ទៀតនេះដោយសារតែបងប្អូនជឿទុកចិត្តទៅលើពាក្យថាវិទ្យាសាស្ត្រឬក៏អ្នកជំនាញត្រង់ចំណុចនេះគឺយើងតែងតែគិតថាពាក្យថាវិទ្យាសាស្ត្រឬក៏អ្នកជំនាញគឺវាហាក់បីដូចជាសច្ចៈឬក៏ការពិតដែលយើងមិនអាចជំទាស់បានក៏ប៉ុន្តែបងប្អូនដឹងទេថាការពឹងផ្អែកឬក៏ជឿជាក់ទៅលើពាក្យបច្ចេកទេសឬក៏អ្នកជំនាញដោយងងឹតងល់ពេកបែបនេះវាគឺជាអន្ទាក់ដ៏គ្រោះថ្នាក់បំផុតសម្រាប់យើងនៅក្នុងយុគសម័យព័ត៌មានវិទ្យាមួយនេះនៅក្នុងវីដេអូមួយនេះយើងនឹងស្វែងយល់អំពីភាពធៀបឬក៏ទ្រឹស្ដីទំនាក់ទំនង relativity នៃចំណេះដឹងវិទ្យាសាស្ត្រដែលនឹងផ្ដល់ឲ្យការគិតរបស់បងប្អូនកាន់តែច្បាស់អំពីរឿងនេះដើម្បីកុំឲ្យយើងងងឹតងងល់ជឿដោយសារតែឈ្មោះថាវិទ្យាសាស្ត្រឬក៏អ្នកជំនាញនេះទៀតអីបងប្អូនតាក់ទងជាមួយនឹងចំណេះដឹងវិទ្យាសាស្ត្រវាមានអានុភាពណាស់ក៏ប៉ុន្តែវាមានលក្ខណៈធៀបឬក៏យើងហៅវាថា relative ត្រង់ចំណុចនេះតើវាមានន័យដូចម្ដេចគឺវាមានន័យថាចំណេះដឹងទាំងអស់គឺវាភ្ជាប់ទៅនឹងគំរូហើយនឹងបរិបទដែលវាត្រូវបានបង្កើតឡើងឧទាហរណ៍មួយច្បាប់នៃទំនាញផែនដីដែលពិតប្រាកដនៅក្នុងវិស័យរូបវិទ្យាអាចនឹងមិនអាចយកមកពន្យល់អំពីឥរិយាបថរបស់សត្វនៅក្នុងវិស័យជីវវិទ្យាបាននោះទេឬមួយទៀតគំរូនៃការគ្រប់គ្រងដែលដំណើរការបានល្អសម្រាប់ក្រុមហ៊ុន Startup ទូចមួយដែលមានបុគ្គលិកត្រឹម10នាក់អាចនឹងបរាជ័យទាំងស្រុងនៅពេលដែលយើងយកមកអនុវត្តសម្រាប់រាជរដ្ឋាភិបាលឬក៏សង្គមទាំងមូលដែលមានមនុស្សរាប់ពាន់នាក់ឧទាហរណ៍ទាំងនេះហើយវាគឺជាភាពធៀបវាមិនមែនជាច្បាប់ដាច់ខាតដែលអនុវត្តបានគ្រប់ស្ថានភាពនោះទេក៏ប៉ុន្តែបញ្ហានោះគឺនៅត្រង់ថាសង្គមរបស់យើងគឺតែងតែមើលរំលងអំពីភាពធៀបមួយនេះពេលខ្លះគឺយើងចាត់ទុកសេចក្តីថ្លែងការណ៍វិទ្យាសាស្ត្រគ្រប់យ៉ាងថាវាជាច្បាប់ដាច់ខាតនិងសកលដែលបញ្ហានេះវាគឺជាការលើកតម្កើងអ្នកជំនាញហួសហេតុពេកដែលធ្វើឲ្យរឿងខ្លះវាคล้ายទៅជាអាថ៌កំបាំងឬយើងហៅវាថា mystification of expertise ក៏ប៉ុន្តែតើវាគ្រោះថ្នាក់យ៉ាងដូចម្តេចនៅពេលដែលយើងជឿជាក់ទៅលើអ្នកជំនាញ 100% ពេកដោយមិនសួររកអំពីបរិបទនោះយើងនឹងបាត់បង់ភាពល្អិតល្អន់ដែលត្រូវការសម្រាប់ការយល់ដឹងពិតប្រាកដរបស់យើងពេលខ្លះដោយសារជឿទៅលើអ្នកជំនាញហើយនឹងវិទ្យាសាស្ត្រពេកយើងបែរជាលែងគិតដោយខ្លួនឯងហើយនៅពេលដែលយើងលែងគិតដោយខ្លួនឯងយើងក្លាយទៅជាគោលដៅដែលងាយរងគ្រោះបំផុតចំពោះព័ត៌មានដែលមិនពិតហើយនឹងការកុហកជាប្រព័ន្ធបងប្អូនសាកគិតមើលថាតើបងប្អូនធ្លាប់មានពេលណាដែលអ្នកណាម្នាក់ប្រើត្រឹមតែលេខស្ថិតិឬពាក្យបច្ចេកទេសវិទ្យាសាស្ត្រដើម្បីមកបញ្ចុះបញ្ចូលបងប្អូនឲ្យទិញផលិតផលឬជឿជាក់ទៅលើគំនិតមួយដែរឬទេពួកគេអាចនឹងកំពុងប្រើប្រាស់អាថ៌កំបាំងនៃអ្នកជំនាញដើម្បីបិទបាំងដែនកំណត់នៃគំរូរបស់ពួកគេចំពោះបញ្ហានេះតើយើងត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យធ្លាក់នៅក្នុងអន្ទាក់មួយនេះចំណុចសំខាន់នោះគឺយើងត្រូវក្លាយខ្លួនឯងទៅជាម្ចាស់គំនិតដើម្បីក្លាយជាម្ចាស់នៃគំនិតផ្ទាល់ខ្លួនឯងយើងត្រូវរៀនសួរសំណួរសំខាន់ទាំងពីរនេះសំណួរទី1តើនៅក្នុងបរិបទណាដែលវាជាការពិតនៅពេលដែលអ្នកជំនាញប្រាប់យើងថាវិធីសាស្ត្រនេះមានប្រសិទ្ធភាពសូមសួរអ្នកជំនាញនោះវិញថាតើវាប្រសិទ្ធភាពសម្រាប់នរណាក្នុងស្ថានភាពណាហើយក្នុងវប្បធម៌ណាសំណួរទី2តើដែនកំណត់នៃគំរូនេះគឺជាអ្វីបងប្អូនត្រូវយល់ថាគ្មានគំរូណាដែលល្អឥតខ្ចោះនោះទេត្រូវសួរថាតើគំរូនោះវាមិនអាចដោះស្រាយបានរឿងអ្វីខ្លះហើយតើគំរូនោះវានឹងបរាជ័យនៅពេលណាការគិតដោយម៉ត់ចត់បែបនេះឬក៏យើងហៅថា critical thinking បែបនេះវាគឺជាខែលការពារខួរក្បាលរបស់យើងបានវាអនុញ្ញាតឲ្យយើងប្រើប្រាស់ដំបូន្មានរបស់អ្នកជំនាញជាមគ្គុទ្ទេសក៍ដ៏មានប្រយោជន៍បំផុតសម្រាប់ខ្លួនយើងជាការយើងជឿជាក់ទៅលើអ្នកជំនាញទាំងនោះហាក់បីដូចជាការបញ្ជាដែលយើងមិនអាចជំទាស់បានបងប្អូនត្រូវយល់ថាអ្នកជំនាញគាត់គឺជាទីប្រឹក្សារបស់យើងគាត់មិនមែនជាម្ចាស់របស់យើងនោះទេដូច្នេះហើយចំណេះដឹងគឺជាអំណាចរបស់យើងក៏ប៉ុន្តែចំណេះដឹងដែលមិនដឹងពីដែនកំណត់របស់ខ្លួនគឺជាភាពងងឹតងងល់ទៅវិញនោះទេចូលបងប្អូនចាត់ទុកព័ត៌មានហើយនឹងដំបូន្មានរបស់អ្នកជំនាញគឺជាឧបករណ៍ក្នុងប្រអប់ឧបករណ៍របស់បងប្អូនចូលបងប្អូនប្រើវានៅពេលដែលវាសមស្របទៅនឹងបរិបទហើយដាក់វាចុះនៅពេលដែលវាហួសពីដែនកំណត់តាមរយៈការទទួលស្គាល់ព្រំដែននៃអ្វីដែលយើងដឹងយើងធានាថាចំណេះដឹងរបស់យើងគឺនៅតែជាការឆ្លុះបញ្ចាំងដែលត្រឹមត្រូវនិងមានប្រយោជន៍នៃភាពជាក់ស្ដែងយើងគួរក្លាយខ្លួនយើងទៅជាម្ចាស់នៃគំនិតផ្ទាល់ខ្លួនកុំឲ្យនរណាម្នាក់អាចមកបញ្ជាខួរក្បាលរបស់យើងបានដោយគ្រាន់តែប្រើពាក្យថាវាគឺជាការពិតតាមបែបវិទ្យាសាស្ត្រនោះឯង